ok ok nè tụi con này ngày ní nhom máu nom nè tụi con này một school pi Mary nín geng nó son geng tôi chỉ đi sự sẽ cái thay thôi rồi bọn nó nâng ai cái phim hay Mary nâng cứ miền tại pi sầm nụ quật nè tụi con này bà ăn check cứ sâu này pi sầm nụ nữa hay pi sầm nụ cứ lấy mùi lấy piในกาปลองไข่กุฝึกสิหนึ่งมองจังอ่ะบองได้ทลบลองให้อ่านเลยมองได้ตีมุ้ยหรือมองได้ตีปีอ่านเมาเงินมกเชิงงี้បងប្អូនគឺដោយសារតែយើងអត់តបានមើលក្នុងមូលដ្ឋានគ្រឹះនៅក្នុងមូលដ្ឋានគ្រឹះអ្នកទាំងអស់គ្នាគឺមិនដល់ថ្នាក់យើងមើលមិនកើតមើលមិនចេះតែដោយសារតែបងប្អូនអត់សូវស្គាល់សភៅខ្ញុំនិយាយអធិស្ឋានឡើយហ្នឹងគឺបងប្អូនអត់សូវស្គាល់សភៅដល់ពេលអញ្ចឹងទៅយើងអត់ដឹងថារៀនសភៅមួយណាដូច្នេះហើយវាធ្វើឲ្យបងប្អូនពិបាកអញ្ចឹងណាហើយអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកនាំអ្នកទាំងអស់គ្នាមកស្គាល់ថាហេតុអីបានយើងរៀនសេចក្តីថ្លៃថ្នូររបស់មនុស្សនិងភាពឯករាជ្យភាពហើយរបៀបចេញមកគេដោយរបៀបណាគឺគេចេញដោយគេយកឈ្មោះអ្នកអ្នកខ្លាំងអ្នកល្បីដូចអ្នកណាគេអ្នកបង្កើត normalization អ្នកណាគេអ្នកបង្កើតនេះអញ្ចឹងណាបង្កើតជីនកូរ៉ុនអញ្ចឹងណាអញ្ចឹងយើងអត់បាច់ទៅចាំថាក្នុងអ្នកបង្កើតនឹងគេបង្កើតបែបទ្រឹស្ដីបែបណាយើងគាត់តែចាំឈ្មោះឲ្យអ្នកឲ្យឧទាហរណ៍ថានៅខ្មែរយើងអ្នកណាគេអ្នកបង្កើតប្រាសាទអង្គរវត្តដូចសូរ្យវរ្ម័នទី2អញ្ចឹងណាអញ្ចឹងយើងគាត់តែចាំថាអ្នកណាគេអ្នកបង្កើតហ្នឹងតែប៉ុណ្្នឹងគឺបានតែបង្កើតមានផ្ទៃដីប្រមាណចំណាយមនុស្សប្រមាណអ្នកចំណាយលុយប្រមាណពាន់ប្រមាណលានហ្នឹងគឺអត់ទេអត់ដល់ថ្នាក់យើងទៅរៀនដល់ថ្នាក់ហ្នឹងឯងយើងគាត់ដឹងថាអ្នកណាគេអ្នកបង្កើតអញ្ចឹងហើយទៅធ្វើឲ្យអាការរៀនយើងអត់ដែរស្គាល់ពួកគាត់នឹងហើយបានយើងអត់ដឹងថាអត់ដឹងរឿងមួយណាអញ្ចឹងណាដូចឆ្នាំ2026ហ្នឹងថ្មីហ្នឹងដូចនិយាយពីនីរាហ្នឹងគឺនិយាយអំពី normalization ដែលបង្កើតហាត់សឹកហ្នឹងណាអញ្ចឹងហើយបងប្អូនមួយចំនួនដែលនៅពេលប្រឡងគាត់ប្រឡងហើយក៏ខ្ញុំសួរខ្ញុំថាប្រឡងចប់ហើយក៏សួរខ្ញុំថាលេខ1ហ្នឹងអីគេខ្ញុំថាលេខ1ហ្នឹងគឺលេខ2គាត់ថាគាត់រើសលេខ2តែគាត់លុបចេញនេះទាំងអស់គ្នាកន្លែងហ្នឹងមិនមែនមកពីនេះទេគឺយើងមកពីយើងអត់ដែរស្គាល់វាដែរស្គាល់ទៅយើងអត់ដឹងថាយើងរើសមួយណាអញ្ចឹងណាអូខេអញ្ចឹងមេរៀនហ្នឹងគឺអត់ពិបាករៀនទេអ្នកទាំងអស់គ្នាមិនបាច់ភ័យទេហើយឥឡូវខ្ញុំអត់តបានបញ្ចូលឆ្នាំ2027ទេខ្ញុំមានតែឆ្នាំ2026អញ្ចឹងហើយបងដែលចង់បាន file គឺរងចាំឆ្នាំ2027មកដល់ដៃខ្ញុំសិនដោយសារឥឡូវខ្ញុំក៏មកដាក់កំងសភៅមកដែរអញ្ចឹងណាអញ្ចឹងហើយខ្ញុំសង្ឃឹមថា file របស់ខ្ញុំនឹងធ្វើឲ្យគ្រប់សម្រាប់បងប្អូនហើយសម្រាប់នៅក្នុង TikTok គឺខ្ញុំបញ្ចេញបានតែខ្លះទេមិនមែនខ្ញុំមិនចង់ឲ្យបងប្អូនទេគឺវាមានដែនកំណត់អ្នកទាំងអស់គ្នាហើយដែនកំណត់ហ្នឹងគឺកម្លាំងកាយរបស់ខ្ញុំគឺខ្ញុំធ្វើបានប៉ុណ្ណាខ្ញុំបញ្ចេញឲ្យបងប្អូនបានប៉ុណ្ណឹងតែបើបងដែលគាត់ចូលរៀនក្នុងក្រុម Khaiko Food CC គឺខ្ញុំនឹងឲ្យ file ឬក៏ខ្ញុំនឹងដាក់មេរៀនឲ្យគាត់ពួកគាត់ធ្វើអញ្ចឹងហើយពួកគាត់នឹងរៀនហត់ជាងបងនៅក្នុង TikTok អញ្ចឹងហើយខ្ញុំអត់បានបង្ខំទេថាបងមករៀនក្នុងក្រុមខ្ញុំឬក៏រៀននៅណាក៏បានដែររៀនក្នុងក្រុមមួយមិត្តភ័ក្តិបងផ្សេងៗក៏បានដែរខ្ញុំអត់បង្ខំទេឲ្យតែបងរៀនអញ្ចឹងណាគោលដៅរបស់ខ្ញុំគឺមិនមែនឲ្យអ្នកទាំងអស់គ្នាមកដើរតាមខ្ញុំទេគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រឡប់មកមើលសភៅញាក់មកមើលសភៅចេះរៀនខ្លួនឯងរៀនជាក្រុមរៀនជាមួយអ្នកណាគេក៏បានដែររៀនជាមួយនឹងជនជាតិជប៉ុនក៏បានដែរអញ្ចឹងណាសម្រាប់ខ្ញុំគឺខ្ញុំធ្លាប់រៀនតែជាមួយនឹងជនជាតិជប៉ុនទេគ្រូរបស់ខ្ញុំគឺជប៉ុនសុទ្ធអញ្ចឹងហើយការបកស្រាយភាសាខ្មែររបស់ខ្ញុំគឺខ្ញុំអាចនឹងមានការបកស្រាយខុសឆ្គងឬក៏មានបងខ្លះគាត់ខ្លាំងជប៉ុនជាងខ្ញុំគាត់មើលទៅគាត់មានចំណុចខ្លាំងច្រើនជាងទៅគេការបកស្រាយរបស់ខ្ញុំក៏អាចមានការខុសឆ្គងដែរអញ្ចឹងណាហើយខ្ញុំក៏មិនដែលតាំងខ្លួនថាខ្ញុំគឺជាអ្នកដែលខ្លាំងអ្នកដែលគួរឲ្យអ្នកដតីធ្វើតាមទេខ្ញុំអត់ដែលតាំងបែបហ្នឹងទេអញ្ចឹងណាក៏ខ្ញុំចង់ប្រាប់ថាមេរៀនមួយចំនួនដែលខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍ហ្នឹងគឺខ្ញុំយកមកចែកម្លែកបងតែប៉ុណ្្នឹងទេនឹងឯងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនយើងនឹងជួបគ្នានៅរបៀបធ្វើលំហាត់នៅពេលក្រោយនៅវីដេអូក្រោយអរគុណច្រើន